អ្នកគិតថាខ្ញុំធាត់ហើយល្ងងមែនទេសាច់ខ្ញុំនេះគ្រាន់តែការពារខ្យល់មិនមែនការពារខួរក្បាលទេហើយក្រោយមកកុំទទួលពងមាន់ពីស្ត្រីមេម៉ាយទៀតបើចង់ញ៉ាំចិញ្ចឹមមាន់ខ្លួនឯងទៅកុំឲ្យគេយកពងមាន់មកធ្វើនុយដាក់អ្នកខ្ញុំមិនបានទទួលទេលើកនេះមិនទទួលក៏ចាត់ទុកថាអ្នកនៅមានខួរក្បាលខ្លះដែរហាបងថ្លៃមិនស្រួលទេម៉ៃឈឺហើយបងប្រញាប់ត្រឡប់ទៅធ្វើម្ហូបមើលថែគាត់ទៅគាត់ឈឺក៏ទៅរកគ្រូពេទ្យទៅមកហៅខ្ញុំធ្វើអីខ្ញុំមិនមែនជាថ្នាំទេណាបើគាត់ឈឺទ្រូងក៏ព្រោះតែខឹងនឹងអ្នកដែរអញ្ចឹងរឹតតែត្រូវទៅរកគ្រូពេទ្យក្រែងលោកគាត់ចិត្តចង្អៀតពេកត្រូវព្យាបាលឲ្យធូរចិត្តហេតុអ្វីអ្នកគ្មានមេត្តាធម៌បែបនេះខ្ញុំមានមេត្តាធម៌តែមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេជាពិសេសអ្នកដែលលួចបាននោះគឺអ្នកឯងនឹងម៉ែថាបើបងមិនត្រឡប់ទៅគាត់នឹងមិនញ៉ាំបាយទេល្អតែសន្សំសំចៃអង្គគ្រូសាអ្នកមិនមែនរអ៊ូថាខ្ញុំញ៉ាំច្រើនទេថ្ងៃនេះម៉ែអ្នកចាប់ផ្ដើមសន្សំសំចៃគួរតែសរសើរគាត់អ្នកនៅតែចិត្តទន់ដដែលមិនមែនទេខ្ញុំទៅមើលរឿងសប្បាយហើយក៏នាំគ្រូពេទ្យទៅជាមួយដែរបើម៉ែអ្នកឈឺមែនខ្ញុំនឹងជួយរកវិធីព្យាបាលបើគាត់ធ្វើពុតជាឈឺខ្ញុំនឹងធ្វើឲ្យគាត់ខ្មាស់គេវិញអូយខ្ញុំមិនរួចខ្លួនទេខ្ញុំត្រូវកូនប្រសាអបដញ្ញោធ្វើបាបរហូតដល់ស្លាប់ហើយហាម៉ែជំងឺម៉ែនេះចេះរកកន្លែងសុខស្រួលណាស់មានទាំងពងមាន់នៅក្បែរទៀតឯងនៅមានមុខមកទៀតឬមានតើទូមុខខ្ញុំមូលក៏ដោយតែវាមិនក្រាស់ដូចមុខអ្នកដែលកំពុងធ្វើពុតជាឈឺនោះទេឈឺត្រង់ណាឈឺទ្រូងឈឺក្បាលឈឺពេញខ្លួនតែម្ដងលោកគ្រូពេទ្យលោកពិនិត្យមាត់គាត់សិនទៅមាត់ខ្លាំងបែបនេះប្រហែលមិនមែនឈឺធ្ងន់ធ្ងរទេមិនមានអ្វីធ្ងន់ធ្ងរទេកុំញ៉ាំអាហារខ្លាញ់ច្រើនពេកកុំខឹងច្រើនហើយសម្រាប់ឲ្យបានច្រើនទៅទេកុំខឹងច្រើនពេកម៉ែកុំជេរខ្ញុំទៀតអីជេរខ្ញុំទៅម៉ែខូចសុខភាពទេទើបតែប្រាប់ថាឲ្យកុំខឹងច្រើនឥឡូវឯងធ្វើឲ្យម៉ែឈឺវិញហើយជំងឺនេះស្ដាប់បង្កប់ម៉ែណាស់ចង់តែបញ្ជាក់ថាពេទ្យនិយាយត្រូវម៉ែមិនអីក៏ល្អហើយជួនកាលឲ្យមើលគេផងម៉ែឈឺសោះគេនៅសើចចំអកម៉ែទៀតម៉ែនិយាយអត់ត្រូវទេខ្ញុំមិនមែនសើចព្រោះម៉ែឈឺទេគឺសើចព្រោះម៉ែសម្ដែងមិនសមសោះបងថ្លៃអ្នកឯងហួសហេតុពេកហើយខ្ញុំហួសហេតុម៉ែអ្នកឯងទេដែលធ្វើពុតជឺបោកខ្ញុំឲ្យមកធ្វើម្ហូបពួកអ្នកឯងមិនថាហួសហេតុទេខ្ញុំនាំពេទ្យមកពិនិត្យបែរជាថាខ្ញុំហួសហេតុគ្រូសាតកូលូនេះចេះតែលំអៀងមែនដូចជើងកៅអីគេក៏ដើមមិនត្រង់សោះអ្នកឯងត្រឡប់ទៅវិញទៅនៅទីនេះខ្ញុំមើលថែបានថ្លៃពេទ្យពួកអ្នកឯងជាអ្នកចេញកុំសង្ឃឹមថានឹងកត់ឈ្មោះខ្ញុំឲ្យសោះខ្ញុំលែងជាអ្នករងគ្រោះរបស់តកូលូទៀតហើយម៉ែលើក្រោយធ្វើពុតជឺកុំភ្លេចលាក់សម្បកពងមាន់ផងឧបករណ៍សម្ដែងរបស់ម៉ែបែកការលឿនជាងកូនម៉ែលួចរបស់គេទៅទៀតហាហាដៃនឹងបើលោកមកមុខមួយទៀតគឺចាត់ទុកថាចោរកម្មហើយបើដកថយក្រោយវិញគឺចាត់ទុកថាមកទស្សនាអ្នកឯងជ្រើសរើសមួយណាបងថ្លៃមិនក៏នៅក្នុងបន្ទប់ស្ងាត់ចឹងបើខ្ញុំចេញមកមុនចុះខ្ញុំមើលអ្នកឯងសម្ដែងរឿងលួចរបស់គេបានដោយរបៀបណាខ្ញុំមិនមែនលួចទេខ្ញុំគ្រាន់តែខ្ចីប៉ុណ្ណោះស្អែកខ្ញុំទៅមើលមុខគូដណ្ដឹងចង់ស្លៀកពាក់ឲ្យសមរម្យបន្តិចខ្ចីបានតែត្រូវមានប្រាក់កក់គ្រូសាតែមួយសោះនៅទៀមទាប្រាក់កក់ទៀតគ្រូសាតែមួយនឹងហើយទើបលួចស្រួលជាងគេដូច្នេះប្រាក់កក់ត្រូវគុណនឹង2បងថ្លៃកុំកេងប្រវាញ់ពេកអីបើអ្នកឯងចិត្តធំស្លៀកខោឲ្យខ្លួនឯងទៅប៉ុន្មានដែរប្រាក់កក់បន្ទិញម្ហូប2គីឡូថ្លៃឈ្នួលពងមាន់1គ្រាប់បើប្រឡាក់ត្រូវសឹងវិញបងថ្លៃមិនទៅប្លង់គេទៅប្លន់វាខុសច្បាប់តែការជួគឺសមហេតុផលឥឡូវខ្ញុំដើរផ្លូវត្រូវគឺត្រូវកម្ចាត់មនុស្សដូចអ្នកឯងខ្ញុំអត់មានបន្ទិញម្ហូបទេអញ្ចឹងត្រឡប់ទៅវិញទៅជ្រើសរើសគូស្រករត្រូវមើលចរិតមិនមែនមើលខោអាប់ទេតែមើលទៅអ្នកខ្វះខាតទាំងពីរនឹងឯងបងថ្លៃពីមុនមិនមែនបែបនេះទេពីមុនខ្ញុំល្ងងមនុស្សល្ងងតែងតែមានសំណាងរបស់ខ្ញុំគ្រូសាអ្នកយកទៅអស់ហើយបងប្រុសបងថ្លៃធ្វើបាបខ្ញុំគាត់ខ្ចីខោឲ្យតែគិតថ្លៃជួលទៀតបងត្រូវជួយរកយុត្តិធម៌ឲ្យខ្ញុំខោអាវជារបស់បងថ្លៃជាអ្នកសម្រេចបងប្រុសបើចង់ខ្ចីត្រូវធ្វើតាមច្បាប់គាត់ថ្ងៃនេះនិយាយស្ដីបានល្អណាស់បងឈប់និយាយយឺតដងពេលសរសើរគេបានទេមិនបានទេវាជាស្ទីលនិយាយរបស់ខ្ញុំស្ទីលអ្វីទៅគ្មានអ្វីទេកុំខ្វល់អី
ស្អែកសៀវមីទៅមើលមុខគូដណ្ដឹងបងមិនឲ្យខ្ចីមែនទេដាក់ប្រាក់កក់មកទើបខ្ញុំឲ្យខ្ចីគាត់អត់មានច្បាប់ទម្លាប់ឲ្យខ្ចីម្ដងថ្ងៃក្រោយគេនឹងមកកាប់យករបស់ក្នុងផ្ទះខ្ញុំអស់គាត់ត្រូវបានម្ដាយតាមចិត្តពេកអ្នកក៏ដឹងដែរមែនទេចុះហេតុអ្វីពីមុនមិនហាមគាត់ពីមុនគិតថាជាគ្រួសារតែមួយគ្រួសារមិនមែនជាលេសសម្រាប់កេងប្រវ័ញ្ចទេបងប្រុសបើគ្រួសារធ្វើឲ្យតែមនុស្សម្នាក់ខាត់បងនោះមិនហៅថាគ្រួសារទេហៅថាការកេងចំណេញ